នៅតាមដងទន្លេមេគង្គនាពេលព្រឹកព្រលឹមពោពេញដោយសេចក្តីសុខសាន្តប៉ុន្តែភាពស្ងប់ស្ងាត់នេះមិនមែននៅស្ថិតស្ថេររហូតនោះទេស្រមោលអាក្រក់មួយបានមកដល់មេតបមារៈនិងកងទ័ពបិសាចរបស់វាបានរំលោភបំពានទឹកដីអច្ឆរិយៈនេះដោយមានបំណងបំផ្លាញនិងគ្រប់គ្រងព្រះអង្គសុរិយវង្សវីរបុរសវ័យក្មេងបានដឹងពីគ្រោះថ្នាក់នេះទ្រង់បានហៅស្ដេចនាគក្បាល7ដែលជាអ្នកការពារទឹកឲ្យជួយសង្គ្រោះផែនដីស្ដេចនាគក៏ស្រាប់តែផុសឡើងយ៉ាងអស្ចារ្យចេញពីផ្ទៃទឹកទ្រង់មានរូបរាងដ៏ធំសម្បើមនិងមានអំណាចដ៏ខ្លាំងក្លាហើយទ្រង់ត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធមេទ័ពមារៈមិនខ្លាចញញើកទាល់តែសោះវាបានសោយដាក់អ្នកការពារទឹកហើយបានបញ្ជាឲ្យកងទ័ពរបស់វាចាប់ផ្ដើមការវាយប្រហារព្រះអង្គសុរិយវង្សបានលោតចុះពីលើច្រាំងថ្មយ៉ាងលឿនទៅលើទូកចម្បាំងហើយបានបើកសម្ដៅទៅរកខ្មាំងសត្រូវស្ដេចនាគបានប្រើកន្ទុយដ៏ធំរបស់ខ្លួនវាយលុកទៅលើទូករបស់ពួកបិសាចដែលធ្វើឲ្យទឹកហក់ឡើងយ៉ាងខ្លាំងហើយបានពន្លិចទូករបស់ពួកគេនៅពេលនោះកងទ័ពបិសាចបានបាញ់ព្រួញដែលមានជាតិពុលទៅលើស្ដេចនាគជាតិពុលបានធ្វើឲ្យស្ដេចនាគចាប់ផ្ដើមមានអារម្មណ៍ទន់ខ្សោយយ៉ាងខ្លាំងព្រះអង្គសុរិយវង្សបានលោតឡើងលើទូករបស់ខ្មាំងសត្រូវហើយបានចាប់ផ្ដើមប្រយុទ្ធយ៉ាងខ្លាំងក្លាជាមួយពួកបិសាចដែលនៅទីនោះស្ដេចនាគចាប់ផ្ដើមមានអារម្មណ៍ទន់ខ្សោយទៅដោយសារតែជាតិពុលមេទ័ពមារៈបានចាប់ផ្ដើមប្រមូលថាមពលដើម្បីវាយប្រហារជាចុងក្រោយព្រះអង្គសូរ្យវង្សបានព្យាយាមវិលុកទៅដល់មេទ័ពមារៈប៉ុន្តែទ្រង់ត្រូវតទល់ជាមួយមេបញ្ជាការបិសាចត្រីដ៏ធំមួយក្នុងពេលដំណើរគ្នាមេទ័ពមារៈបានវិលុកស្ដេចនាគដោយជោគជ័យស្ដេចនាគបានធ្លាក់ជាប់ទៅក្នុងទឹកធ្វើឲ្យផ្ទៃទឹកទាំងមូលញ័ររន្ធត់ព្រះអង្គសូរ្យវង្សបានឃើញស្ដេចនាគធ្លាក់ជោគធ្វើឲ្យទ្រង់មានអារម្មណ៍អស់សង្ឃឹមទ្រង់ត្រូវបានមេបញ្ជាការបិសាចវាយឲ្យដួលមេទ័ពមារៈគិតថាវានឹងទទួលបានជ័យជំនះវាបានរៀបចំថាមពលម្ដងទៀតដើម្បីបំផ្លាញអ្វីៗគ្រប់យ៉ាងព្រះអង្គសុរិយវង្សមិនព្រមចុះចាញ់ឡើយទ្រង់បានព្យាយាមទាញយកមន្តអាគមដែលទ្រង់បានប្រើពីមុនដើម្បីហៅស្ដេចនាគឲ្យងើបឡើងម្ដងទៀតព្រះអង្គសុរិយវង្សបានយល់ថាទ្រង់ត្រូវតែប្រើក្តីស្រឡាំងនិងក្តីសង្ឃឹមរបស់ទ្រង់ដើម្បីហៅស្ដេចនាគម្ដងទៀតទ្រង់បានដាក់មន្តអាគមចូលទៅក្នុងទឹកនៅក្រោមទឹកស្ដេចនាគបានដឹងពីសេចក្តីសង្ឃឹមរបស់ព្រះអង្គស្ដេចនាគបានភ្ញាក់ដឹងខ្លួនឡើងវិញដោយមានថាមពលថ្មីនិងខ្លាំងជាងមុនស្ដេចនាគបានហក់ឡើងមកលើទឹកម្ដងទៀតតែលើកនេះទ្រង់មានថាមពលខ្លាំងជាងមុននិងមានពន្លឺពណ៌ខៀវយ៉ាងស្រស់ស្អាតមេបញ្ជាការបិសាចបានភ័យខ្លាចយ៉ាងខ្លាំងនៅពេលដែលឃើញស្ដេចនាគត្រឡប់មកវិញព្រះអង្គសុរិយវង្សបានឈ្លានឱកាសនេះវាយបកទៅវិញស្ដេចនាគបានបញ្ចេញថាមពលដ៏ខ្លាំងក្លាទៅលើមេទ័ពមារៈថាមពលនេះបានបំផ្លាញខែលការពាររបស់វាហើយបានវាយប្រហារវាដោយផ្ទាល់មេទ័ពមារៈត្រូវបានបរាជ័យវាបានរលាយបាត់ទៅក្នុងទឹកទន្លេនិងមេឃដែលធ្លាប់តែងងឹតក៏ចាប់ផ្ដើមមានពន្លឺឡើងវិញព្រះអង្គសុរិយវង្សបានយកជ័យជំនះលើមេបញ្ជាការបិសាចត្រីមេបញ្ជាការបិសាចបានចុះចាញ់ក្រោយគេបានឃើញមេទ័ពរបស់វាត្រូវបានបរាជ័យហើយស្ដេចនាគបានប្រើថាមពលរបស់ទ្រង់ដើម្បីសម្អាតទឹកទន្លេនិងទូករបស់ពួកបិសាចដែលនៅសេសសល់ក៏បានរលាយបាត់ទៅហើយធម្មជាតិក៏ត្រឡប់មកដូចដើមវិញព្រះអង្គសុរិយវង្សនិងស្ដេចនាគក្បាលថាំពីបានគោរពគ្នាទៅវិញទៅមកពួកគេបានដឹងថាពួកគេបានរួបរวมគ្នាដើម្បីការពារទឹកដីនេះសេចក្តីសុខសាន្តបានត្រឡប់មកវិញតាមដងទន្លេមេគង្គរឿងលេងរបស់ព្រះអង្គនិងស្ដេចនាគក្បាល7នឹងរស់នៅជារៀងរហូត